សូមគោរពពុកម៉ែបងប្អូនអរគ្នានៅក្នុងសង្គមបណ្ដាញ Facebook អរគ្នាខ្ញុំសូមចេញមកបកស្រាយទីត្រង់នេះបន្តិចជាមួយម៉ាក់ខ្ញុំចង់បកស្រាយកន្លែងដែលថាខ្ញុំឃើញកាមេរ៉ាឡានដែលលោកអញ្ញាគាត់យកកាមេរ៉ាឡានគាត់យកទៅផុសអញ្ចឹងណាខ្ញុំចង់បកស្រាយកន្លែងនេះបន្តិចខ្ញុំចង់បកស្រាយកន្លែងដែលថាម្ចាស់ឡានពេលគាត់បុកប្អូនខ្ញុំហើយគាត់មានទំនួលខុសត្រូវទេគាត់បុកប្អូនខ្ញុំហើយប្អូនខ្ញុំមិនទាន់បានស្លាប់ភ្លាមទេប្អូនខ្ញុំនៅប្រហែលជា1ម៉ោងបានប្អូនខ្ញុំគាត់ដាច់ខ្យល់ហើយគាត់ប្អូនខ្ញុំដេកនៅលើធ្លុកឈាមឡើងប្រហែលឡើង2ធ្លុកឈាមធំបើសិនជាគាត់មានបើចង់ថាបើសិនជាគាត់មានទំនួលខុសត្រូវមែនគាត់ប្រឈមមុខនៅមុខច្បាប់ហើយគាត់មិនមែនគាត់បុកហើយគាត់រត់បាត់ហើយគាត់រត់បាត់ហើយគាត់ទុកប្អូនខ្ញុំចោលចឹងទេហើយអានឹងទី1ទី2ផ្លូវពីបៃលិនទៅបាត់ដំបងគេមិនអាចឲ្យបើក8ជាងបានទេគេឲ្យបើកតែ6 7តែប៉ុណ្្នឹងទេច្បាប់គេឲ្យបើកតែ6ទេផ្លូវហ្នឹងគេចាប់លបឿន8អញ្ចឹងគេឲ្យបើកតែ6ទេហើយខ្ញុំសូមចេញមកបកស្រាយកន្លែងដែលថាបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាយកច្រឡំមកកន្លែងដែលថាភាគីម៉ូតូជិះចូលឡានហើយមិនបានភាគីម៉ូតូដាក់ពាក្យបណ្ដឹងឲ្យម្ចាស់ឡានជាប់គុកអាហ្នឹងចង់ឲ្យថាមិនមែនទេមិនមែនឲ្យម្ចាស់ឡានជាប់គុកទេគ្រាន់តែភាគីគ្រួសារខ្ញុំគ្រាន់តែឲ្យម្ចាស់ឡានហ្នឹងចូលខ្លួនមកបកស្រាយហេតុអីមកដល់ម៉ោងនេះពេលនេះគាត់មិនមកចូលខ្លួនដោះស្រាយគាត់បុកហើយក៏រត់បាត់ខ្ញុំចង់រយុទ្ធធរឲ្យកូនខ្ញុំទេខ្ញុំអត់ចង់ចាញ់ឆ្នៃទេខ្ញុំចង់រយុទ្ធធរឲ្យកូនខ្ញុំឲ្យគាត់ចូលខ្លួនហ្នឹងមកដោះស្រាយផងទៅចឹងហើយបើសិនជាគាត់ចង់ឲ្យថាបើសិនខ្ញុំមិនថាអ្នកណាខុសអ្នកណាត្រូវទេពុកម៉ែបងប្អូនអរគ្នាខ្ញុំទុកឲ្យច្បាប់ជាអ្នកដោះស្រាយប៉ុន្តែបើគាត់ត្រូវគាត់រត់កិច្ចទៅអីមកដល់ពេលនេះម៉ោងនេះចូលចិត្តមួយអាទិត្យហើយគាត់អត់មានចូលខ្លួនមកដោះស្រាយទេពុកម៉ែបងប្អូនអរគ្នាចូល10ថ្ងៃជាងហើយបើសិនខ្ញុំមិនថាអ្នកណាខុសអ្នកណាត្រូវខ្ញុំមិនថាបងប្អូនខ្ញុំត្រូវមិនថាអ្នកណាគេត្រូវទេខ្ញុំគ្រាន់តែចង់បកស្រាយកន្លែងនេះបន្តិចនៅក្នុងសង្គមបណ្ដាញ Facebook ល្បីណាស់កំពុងល្បីខ្ញុំមិនចង់និយាយទេប៉ុន្តែបើខ្ញុំមិននិយាយទេពុកម៉ែបងប្អូនអរគ្នាយកច្រឡំខ្ញុំមិនមែនចង់ចាញ់ទេខ្ញុំមិនចង់ចេញវីដេអូទេប៉ុន្តែម្នាក់បើសិនជាខ្ញុំអត់ចេញវីដេអូអ្នកម្នាក់នឹងយកច្រឡំពុកម៉ែបងប្អូនអរគ្នាខ្ញុំមិនថាភាគីខាងណាខុសអ្នកខាងណាត្រូវទេប៉ុន្តែខ្ញុំយកកាមេរ៉ាខ្ញុំចង់ឲ្យថាខ្ញុំវាឆ្ងល់អាកន្លែងបន្តិចគាត់ដាក់កន្លែងថាមិនថាម្ចាស់ម៉ូតូប្តឹងគាត់ម្ចាស់ម៉ូតូដែលភាគីដែលប្អូនខ្ញុំស្លាប់នឹងប្តឹងគាត់ដាក់ចឹងគាត់ដាក់ចំណងជើងអញ្ចឹងខ្ញុំចង់ឲ្យថាខ្ញុំម៉ែកក្មាត់មើលខ្ញុំនិយាយសិនចង់ឲ្យថាចេះខ្ញុំចង់ឲ្យថាបាទអរគុណច្រើនបាទឥឡូវសូមណែនាំអារម្មណ៍បងប្អូនមកស្ដាប់ Facebook របស់បងទីដែលគាត់ក៏ជាអ្នកក្នុងការថែតែគាត់ជាប៉ូលីសចរាចរណ៍មួយរូបដែរបងប្អូនណាចាំមើលគាត់បានលើកឡើងថាតោះបងប្អូនភ្ញាក់ឡើងមកឃើញវីដេអូខាងម៉ូតូគាត់បកស្រាយតែអ្វីដែលគាត់និយាយវាដូចជាមិនប៉ັດវាដូចជាខុសទាំងស្រុងទាំងដែលករណីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងកើតឡើងភ្លាមគឺខ្ញុំទៅដល់កន្លែងកើតហេតុភ្លាមមិនដល់20នាទីផងគឺខ្ញុំជិះទៅដល់ហើយពេលខ្ញុំទៅដល់ហ្នឹងក៏ឃើញឡានពេទ្យទៅដល់ដែរហើយគាត់ថាអីអូនគាត់អត់ទាន់បានស្លាប់ទេនៅមានដង្ហើមដូចជា7ម៉ោងតែពេលគេរាយការណ៍មកភ្លាមគឺម៉ាំងគឺស្លាប់ភ្លាមស្លាប់នៅនឹងកន្លែងកើតហេតុអត់មានសតដង្ហើមទេតែជំនាញគឺត្រូវហៅឡានពេទ្យទៅដើម្បីអីដើម្បីឲ្យឡានពេទ្យហ្នឹងក៏ទៅដឹកសពជូនសាច់ញាតិរងគ្រោះដែលបានបាត់បង់អាយុជីវិតហ្នឹងណាហើយគាត់ផុសហ្នឹងគាត់ថានៅមានដង្ហើមនឹង1ម៉ោងជាង7ម៉ោងវាខុសបាត់ហើយខ្ញុំក៏ជាអ្នកវាយរបាយការណ៍គ្រោះថ្នាក់ហ្នឹងដែរហើយដាក់អ្នកបកកខ្ញុំដាក់តែម៉ូតូដែរម៉ូតូឡើងវ៉ាការប្រុងប្រយ័ត្នអញ្ចឹងវារឿងហ្នឹងវាអត់នេះទេអបបាដោះស្រាយតែដោយសារតែការដោះស្រាយវាមាន3ដំណាក់កាលបងប្អូនឃើញមាន3ដំណាក់កាលដោះស្រាយលើកទី1លើកទី2ហើយលើកទី3ហើយលើកទី3ក៏ត្រូវនេះហើយតែដោយសារតែបងប្អូនឃើញសារព្រមគេផ្សាយដែរដោយសារតែសាច់ញាតិបងប្អូនគាត់អត់ឲ្យយក4លានតែគាត់ទាដល់20លានវិញដើម្បីបញ្ចប់រឿងធម្មតារឿងសំណងរដ្ឋបវេនីបងប្អូន
រឿងគ្រោះថ្នាក់ចរាចរណ៍អត់មានគិតថាខាងណាខុសខាងណាត្រូវទេសំខាន់ឲ្យតែគាត់ស្រស់ស្រួលគ្នាចរចាគ្នាសម្របសម្រួលគ្នានៅកន្លែងប៉ូលីសខាងណាសខាងណាក៏បានដែរឲ្យតែគាត់ចង់ចាប់រឿងគាត់ចូលវែងឆ្ងាយតែខាងឡានគឺគាត់ចិត្តប៉ុនណាខ្ញុំនិយាយមែនខាងឡានពួកអីគាត់មានបញ្ហានឹង2ដងហើយឆ្នាំមុនក៏គាត់អញ្ចឹងដែរឆ្នាំមុនគឺគេជីចូលឡានគាត់ស្លាប់ដែរតែគាត់ដោះស្រាយគាត់ចូលប៉ុនដែរគាត់ចូលប៉ុនគេដូចជា4លានឬ5លានកាលហ្នឹងហើយខ្ញុំទៅសារទឹកចិត្តម្ចាស់ឡានណាហើយវគ្គនេះក៏គាត់អញ្ចឹងដែរគាត់ទៅចូលប៉ុនភ្លាមហ្នឹង1លានបាត់អីនៅរោងប៉ុននោះហើយគាត់ជួយដល់4លានទៅវាច្រើនលះលុបអីពួកអីឡានគាត់បើតាមខ្ញុំគិតបើធ្វើខ្ទង់3-4ពាន់มันស្អាតឡើងវិញហើយឡានធ្វើឲ្យលុបមិនចេញហើយបើវគ្គមុនក៏អញ្ចឹងដែរគាត់ធ្វើឡានក៏3-4ពាន់ដែរវគ្គមុនណាតែគាត់ដូចជាមានប្រហែល2ឆ្នាំនេះគាត់សោយជាប់គ្នាហ្មងស្លាប់មនុស្ស2នាក់ជីចូលឡានគាត់ទាំងពីរអញ្ចឹងហើយដល់ឃើញគាត់ផុសអញ្ចឹងមានអារម្មណ៍ថាអាណិតម្ចាស់ឡានមែនទែនអាគ្នាធ្វើល្អឲ្យអត់បានល្អទៀតហើយគេជោគបិណ្ឌប៉ុណ្ណឹងវាច្រើនហើយយើងខុសទាំងស្រុងហើយយើងទៅទាគេច្រើនមិនហើយខ្ញុំទៅដល់កន្លែងកាត់ហាត់ផ្ទាល់ហើយគាត់និយាយមកវាខុសបាត់ហើយគាត់ទៅដល់នឹងភ្លាមហ្នឹងល្មមរោសាច់ញាតឃើញវាចង់1ម៉ោងបាត់ហើយទៅដល់ហ្នឹងយើងអត់ស្គាល់ដោយសារតាកាក់ក្មេងៗដែលជិះម៉ូតូមកពីរៀនបាត់ដំបងអញ្ចឹងសួរទៅគេស្គាល់ទៅក៏មករោដល់ផ្ទះអត់ឃើញគេក៏ប្រាប់ថាគាត់លក់អីនៅសួនអញ្ចឹងមិនយើងមករោដល់សួនទៀតហើយពេលគាត់ទៅដល់ហ្នឹងគាត់ស្រែកឡូឡាគាត់គម្រាមកំហែងរវៃអ្នកនេះរវៃអ្នកនោះម្ចាស់ឡាននៅណាអ្នកនិយាយហ្នឹងខ្ញុំអត់បានថតវីដេអូទេតែខ្ញុំនៅកន្លែងកាត់ហេតុផ្ទាល់ហើយគាត់និយាយថាកាត់ហេតុដូចជា1ម៉ោងជាងមកគាត់ស្លាប់អត់មានទេបងប្អូនគឺគាត់ស្លាប់នៅនឹងកន្លែងកាត់ហេតុគេរាយការណ៍មកស្លាប់បាត់ហើយហ្នឹងបងប្អូនបាទចាប់ហើយរឿងហ្នឹងហើយយើងអត់មានចង់វិញ្ញាតិដែរហើយក៏ថប់ហ្នឹងក៏សូមចូលរួមលេខទុកណាដល់គ្រួសារនិស្សិតកុំឲ្យញាតិខាងបានកាន់សុខតែភពឥឡូវយើងមកវល់មកការវិញ្ញាតិរបស់យើងបងប្អូនបើយើងមើលពីវីដេអូរបស់ខាងម្ចាស់ឡានគាត់ចេញមកពីជាមួយនឹងការបកស្រាយរបស់ចាស់ម៉ូតូយើងនិយាយពីដំបូងយើងនិយាយពីចាស់ម៉ូតូមិនចុះណាបងប្អូនយើងឃើញកាមេរ៉ាច្បាស់ដែរគឺដំបូងគឺប្រហែលជាគាត់ឡើងវ៉ាចែងតែដល់ពេលគាត់ឡើងវ៉ាចែងអញ្ចឹងទៅគាត់វាក់អឺនឹងឡានមកពីមុខអញ្ចឹងណាហើយជាអាចថាឡើងពុកមកឃើញឡានមកពីមុខមកហើយក៏សម្រេចចិត្តថាឆ្លងផ្លូវវាផុតទៅមកឆ្លងផ្លូវវាផុតពីឡានអញ្ចឹងណាហើយដល់ពេលសម្រេចចិត្តថាគេចផុតពីឡានតែមែនតែដល់ពេលម្ចាស់ឡានគេក៏គេចដែរគេចប៉ះគេចវាមានអីបងប្អូនវាត្រូវគ្នាបណ្ដាលឲ្យមានគ្រោះថ្នាក់នេះទៅសម្រាប់ឬខាងម្ចាស់ម៉ូតូហ្នឹងបងប្អូនបាទហើយយើងគិតទៅលបឿនគាត់ក៏និយាយថាវ៉ាចែងហើយក៏មិនយឺតប្រមាណដែរណាគាត់ជិះតែប្រហែលដែរបងប្អូនបាទអត់ការប្រុងប្រយ័ត្នដែរវ៉ាចែងឡានធំក៏មិនយឺតប្រមាណឡានធំក៏គេបើកស្តង់ដារគេ60ដែរមកទៅមិនក្រោមនឹងទេយើងនិយាយរឿងម្ចាស់ម៉ូតូយើងនិយាយពីម្ចាស់ឡានទោះថាហេតុអីបានគាត់បងប្អូនជួយថាអត់ឃើញម្ចាស់ឡានចេញមុខបានជាចេញមុខទេគេចេញវីដេអូឲ្យយើងមើលរួចហើយវីដេអូឡានទៀតគឺគេបញ្ចេញហើយគេមិនបន្ទុកទេយើងនិយាយពីរឿងម្ចាស់ឡានបងប្អូនបាទជីផ្លូវអតិភិបរបស់គេត្រូវហើយមិនខុសទេគេជីផ្លូវរបស់គេមិនវ៉ាចែងគេជីផ្លូវរបស់គេនោះវាត្រូវតែដល់ពេលមកវាក់នឹងកន្លែងកាត់ហេតុហ្នឹងគឺវាវាក់នឹងឡាម៉ូតូនឹងវាជិះចូលឡានទៅមកហើយតែកិច្ចណាតបងប្អូនបាទបើជិះចូលហើយម្ចាស់ឡានគេខំកិច្ចគេបួងមកស្ដាំបងប្អូនឃើញគេបួងមកស្ដាំហើយខាងអ្នកជិះម៉ូតូហ្នឹងគេឆ្លងដែរមានអីកិច្ចដែរត្រូវគ្នាຕົកពុកថ្នាក់ទៅហើយដំណោះស្រាយបងប្អូនណាជាមតិយោបល់របស់ខ្ញុំបងប្អូនណាក៏មានអីច្រើនដែរក៏ចង់ឲ្យភាគីទាំងសងខាងក៏ស្រុះស្រួលនេះដែរក៏យើងឮ
ពីបងប្រុសបងទីនេះគាត់និយាយថាម្ចាស់ឡានក៏គាត់ចិត្តបនដែរណាបងប្អូនបាទគាត់ក៏អ្នកចិត្តបនអ្នកភូធាគេដែរអញ្ចឹងបើយើងសម្រាប់សម្រួលគ្នាសម្រាប់សម្រួលចេះតាមមតិខ្ញុំគឺថាឲ្យខាងម្ចាស់ម៉ូតូនោះសម្រាប់សម្រួលមួយម្ចាស់ឡានទៅអាបងឲ្យវិញឲ្យចឹងទៅយើងចរចាលក្ខណៈសន្តិភាពបងប្អូនណាសន្តិវិធីឥឡូវខាងខ្ញុំនេះក៏ជាភាពក្រលំបាកបងមើលឃើញយ៉ាងណាលក់ដូរតិចតួចឥឡូវកូនខ្ញុំឬក៏ប្អូនខ្ញុំក៏បានស្លាប់ហើយសូមបងមេត្តាជួយដល់គ្រួសាររបស់ខ្ញុំផងទៅណាអានេះសម្រាប់ស្រួលខាងខ្ញុំក៏បាត់បង់ជីវិតម្នាក់ដែរសូមបងជួយជាថាប្រការតិចតួចដើម្បីឲ្យខាងយើងខ្ញុំធ្វើពិធីបន់ឲ្យសពប្រមាណទុកប្រើប្រាស់ថ្ងៃក្រោយខាងខ្ញុំក៏វាបាត់បង់ជីវិតហើយថែមទាំងបាត់បង់ទ្រព្យសម្បត្តិតិចម៉ូតូអីវាខ្ទេចដែរអញ្ចឹងណាបងប្អូនបាទអានេះគឺការសម្របសម្រួលខាងម្ចាស់ម៉ូតូបងប្អូនណាឲ្យទីខ្លួនតិចទៅឲ្យញ៉ាំងដាក់គេពេកហ៎មករៀលគេមិនឲ្យផងហ្នឹងគឺនិយាយសម្របសម្រួលបងប្អូនណាហើយយើងនិយាយពីរឿងម្ចាស់ឡានបងប្អូនណាសម្រាប់បងម្ចាស់ឡានណាខ្ញុំក៏សុំចិត្តដែរថាយើងភាពយើងក៏ធូរធារហើយក្នុងពេលកើតហេតុហ្នឹងក៏យើងមិនទៅប៉ះពាល់ដល់ជីវិតដែរខូចខាតទ្រព្យសម្បត្តិតិចតួចទ្រព្យសម្បត្តិដែលយើងអាចទិញមកវិញបានយើងជួសជុលបានវិញទេសំខាន់គឺអាយុជីវិតយើងក៏នៅដែរអាយុជីវិតយើងក្នុងឡានទាំងអស់គ្នាណាហើយក៏អាណិតដល់អ្នកក្រខ្សត់បងប្អូនបាទគាត់ក៏បាត់បង់ជីវិតហើយយើងនេះក៏យើងនិយាយថាឲ្យរំដោះគ្រោះឆ្នាំទៅចោះសម្រាប់រឿងម្ចាស់ឡានសម្រាប់បងដែលចិត្តធွာចិត្តបន់សំបងជួយតាមសំណុំពរគាត់ទៅហើយយើងសោះស្រួលគ្នាអាហ្នឹងបានវាចេញផុតពីរឿងហ្នឹងឥឡូវសួរថាបើសិនជាចង់តវ៉ាទៅប្តឹងដល់តុលាការឥឡូវសួរថាម្ចាស់ម៉ូតូមានសមត្ថភាពទៅអត់មានលទ្ធភាពចុះឡើងអត់តែតុលាការតឡើងទៅសម្រាប់មិនបានទេចុះឡើងរហូតទៅអស់ទៅលុយខ្លួនឯងគេខាតបង់ពេលវេលាខាតបង់ប្រាក់កាក់ទាំងអស់ហើយលុយបានមកក៏មិនប្រកាសថាបានច្រើនដូចយើងសម្រាប់សម្រួលនេះដែរបើសម្រាប់សម្រួលត្រូវខាងម្ចាស់ឡានគេធូរធារត្រឹម $4,000-5,000 ដុល្លារគេមិនខ្លាចឲ្យទេបងប្អូនបាទសម្រាប់គេអ្នកចិត្តបន់លុយប៉ុណ្ណឹងមិនហ្នឹងបងប្អូនបាទហើយខ្ញុំក៏ចេញមតិប៉ុណ្ណឹងបងប្អូនណាសម្រាប់បងប្អូនណាដែលមានមតិយោបល់អីក៏អាចទៅចេញនៅខាងក្រោមបានខ្ញុំនឹងជជែកលេងជាមួយបងប្អូនពេលដែលបងប្អូនខមមិនមកបាទសូមអរគុណបងប្អូនបាទសុខសប្បាយទាំងអស់គ្នាបងប្អូនបាទ